បាទសូមអនុញ្ញាតជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទនេះជាហាងចេញមាសនៅថ្ងៃទី15ខែមេសាឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃចូលឆ្នាំទី2ហើយបាទហើយក៏ខ្ញុំក៏ចង់រវល់ដែរបាទប៉ុន្តែក៏ឆ្លៀតពេលសម្រាប់ការវិភាគហាងចេញមាសជូនបងប្អូនណាបាទអញ្ចឹងខ្ញុំសូមធ្វើបច្ចុប្បន្នភាពតាក់ទងមកតារាងហាងចេញមាសអន្តរជាតិបាទមាសស្ថិតនៅក្នុង$387ក្នុងមួយជីនិង$3,873ក្នុងមួយតម្លឹងនិង$3,212ក្នុងមួយអោននិង$13,293ក្នុង1គីឡូបាទអញ្ចឹងយើងចូលមកប្រធានបទយើងវិញតកតងជាមួយនឹងអាមេរិកបានបាត់មាសពីឃ្លាំងមាសដែរទេបាទឬក៏ត្រូវលក់មាសយកទៅជួយសេដ្ឋកិច្ចបាទខ្ញុំសូមលើកព័ត៌មានអំពី New York Post គាត់បាននិយាយថាលោក Elon Musk បានលើកសំណួរអំពីស្ថិតិរបស់មាសនៅឃ្លាំង Fort Knox របស់សហរដ្ឋអាមេរិកដោយសួរថាតើអាចជាបានទេថាមាសមិនត្រូវបានគេលួចអំពី Fort Knox បាទនេះជាសំណួរបណ្ដាលឲ្យមានការចាប់អារម្មណ៍ពីសាធារណជននិងសមាជិកសភាដូចជាសមាជិកសភា Red Paul ដែលបានលើកឡើងថាអំពីភាពចាំបាច់នៃការត្រួតពិនិត្យមាសនៅឃ្លាំងនេះតែម្ដងបាទជាការឆ្លើយតបរបស់លោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថាមាសទាំងអស់នៅ Fort Knox មានស្ថិតិពេញលេញដោយការត្រួតពិនិត្យជាប្រចាំឆ្នាំលោកបានអះអាងថាយើងធ្វើការត្រួតពិនិត្យរៀងរាល់ឆ្នាំបាទហើយក៏បានតាមរបាយការណ៍ខែកញ្ញាឆ្នាំ2024មាសទាំងអស់នៅទីនោះតែម្ដងបាទកន្លងពេលដដែលលោក Bessent បានលើកឡើងអំពីការពិចារណាកែតម្លៃមាសរបស់រាជរដ្ឋាភិបាលដោយបញ្ជាក់ថាតម្លៃបញ្ជីបច្ចុប្បន្នរបស់មាសត្រឹមតែ$42.22សេនក្នុងមួយអោនដែលខុសប្លែកពីទីផ្សារបច្ចុប្បន្នប្រមាណជា$2,900ក្នុងមួយអោនហើយការកែតម្លៃនេះអាចបង្កើនតុល្យភាពហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលដោយបង្កើតនៅតម្លៃសរុបរបស់មាសបាទប៉ុន្តែទោះបីជាការលក់មាសមួយផ្នែកក៏អាចផ្ដល់ប្រាក់ចំណូលដល់រាជរដ្ឋាភិបាលក៏ដោយតែมันអាចដោះស្រាយបញ្ហាបំណុលជាតិដែលមានចំនួន$36.22 trillionបានទេបាទអ្នកវិភាគសេដ្ឋកិច្ចបានបញ្ជាក់ថាការលក់មាសអាចផ្ដល់ដំណោះស្រាយខ្លីៗតែប៉ុណ្ណោះហើយក៏มันមានមាសគ្រប់គ្រាន់ក្នុងពិភពលោកដើម្បីដោះស្រាយបំណុលសរុបនេះទេបាទដោយសារតែការពិចារណានេះរដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រេចមិនលក់មាសចេញពីឃ្លាំង Fort Knox ដើម្បីជួយសេដ្ឋកិច្ចទេបាទប៉ុន្តែបានពិចារណាកែតម្លៃដើម្បីបង្កើនតុល្យភាពហិរញ្ញវត្ថុនេះបង្ហាញថាមាសនៅ Fort Knox មានស្ថិតិពេញលេញហើយក៏មិនមានការបាត់បង់ទេបាទចាសសម្រាប់ការវិភាគនេះគឺសូមសង្ខេបប៉ុណ្ណេះបាទសូមបងប្អូនជួយចុច Subscribe នៅ Channel របស់ខ្ញុំវារយៈអបិសរដើម្បីទទួលបាននៅវីដេអូអាប់ដេតថ្មីៗមុនគេបាទសូមអរគុណច្រើន